សាប៊ូពិតជាមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃប្រើសាប៊ូយូរហើយតើលោកអ្នកដឹងថាសាប៊ូធ្វើឡើងពីអ្វីមនុស្សរកឃើញសាប៊ូដំបងពេលណាសាប៊ូត្រូវបានគេចាត់ទុកថាជារបស់ដែលមានតម្លៃបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សដូចជាលាងចានបោកគក់បោជូតសម្អាតក្នុងផ្ទះហើយអ្វីដែលចាំបាច់ទៀតនោះគឺការសម្អាតខ្លួនឲ្យមានអនាម័យល្អក្លិនក្រអូបជាដើមតើសាប៊ូធ្វើឡើងពីអ្វីមនុស្សបានប្រើប្រាស់សាប៊ូតាំងពីឆ្នាំ1974មកម្លេះប៉ុន្តែវាមានរយៈពេលយូរជាងនេះទៅទៀតតើរយៈពេលប៉ុន្មានឲ្យពិតប្រាកដតើសាប៊ូត្រូវបានបង្កើតឡើងនៅពេលណាសាប៊ូដំបងគេអាចត្រូវបានគេរកឃើញដោយចៃដន្យវាត្រូវបានផលិតឡើងពីខ្លាញ់សត្វនិងផេះឈើហើយវាងាយស្រួលក្នុងការស្រមៃមើលថាតើសារធាតុទាំងពីរនេះអាចប៉ះគ្នាយ៉ាងដូចម្តេចនៅពេលដែលអាហារត្រូវបានចម្អិនលើភ្លើងចំហផុសតាំងដំបងបំផុតនៃសាប៊ូបានមកពីបាប៊ីឡូនបុរាណស៊ីឡាំងដីឥដ្ឋដែលមានសិលាចារឹកជាមួយនឹងការណែនាំអំពីរបៀបធ្វើសាប៊ូដែលប្រហែលជាមានអាយុកាលប្រហែល2800មុនគ្រិស្តសករាជអ្នកប្រវត្តិសាស្ត្រគិតថាការចាប់កំណើតដំបូងនៃសាប៊ូនេះត្រូវបានប្រើដើម្បីបោកគក់វាចនភ័ណ្ឌរំលងទៅមុខប្រហែល1000ឆ្នាំហើយជនជាតិអេស៊ីបបុរាណក៏បានផលិតសាប៊ូផងដែរក្រដាស Papyrus ពីប្រហែល1500មុនគ្រិស្តសករាជបង្ហាញថាវាត្រូវបានផលិតចេញពីការរួមបញ្ចូលគ្នានៃខ្លាញ់និងអំបិលទោះជាយ៉ាងណាក៏ដោយគេគិតថាការផលិតសាប៊ូនេះត្រូវបានប្រើសម្រាប់គោលបំណងឱសថដូចជាការព្យាបាលរបួសជាជាងការងូតទឹកប្រចាំថ្ងៃនិងអនាម័យផ្ទាល់ខ្លួនតើជនជាតិរ៉ូមបុរាណប្រើសាប៊ូទេប្រសិនបើជនជាតិបាប៊ីឡូនបុរាណនិងជនជាតិអេស៊ីបបុរាណមិនបានងូតទឹកជាមួយសាប៊ូទេប្រកាសណាស់ជនជាតិក្រិកបុរាណនិងជនជាតិរ៉ូមបុរាណចូលចិត្តយ៉ាងណាមិញមនុស្សទាំងនោះចូលចិត្តការងូតទឹកដ៏ប្រណិតគេគិតថាសាប៊ូឬបម្រែបម្រួលរបស់វាត្រូវបានផលិតនៅក្នុងប្រទេសក្រិកនិងរ៉ូមបុរាណប៉ុន្តែម្ដងទៀតវាត្រូវបានប្រើសម្រាប់បោកគក់សម្លៀកបំពាក់ឬលាបពណ៌សក់ការងូតទឹកនៅក្នុងអរិយធម៌បុរាណទាំងនេះជាធម្មតាពាក់ព័ន្ធនឹងការលាបប្រេងបន្ទាប់មកក៏វាចេញដោយប្រើដើមត្រែងឬឧបករណ៍ដែកហៅថា Strigil តើមនុស្សនៅមជ្ឈិមសម័យប្រើសាប៊ូទេមជ្ឈិមសម័យមានគេឈ្មោះមិនល្អប៉ុន្តែអំឡុងពេលនេះដែរសាប៊ូបានក្លាយជារបស់ដែលត្រូវតែមានក្នុងចំណោមអ្នកមានអំណាចអឺរ៉ុបពេញមួយយុគសម័យអ៊ីស្លាមអ្នកផលិតសាប៊ូនៅមជ្ឈិមបូព៌ាបានពិសោធន៍ជាមួយខ្លាញ់បន្លែជាពិសេសប្រេងអូលីវដើម្បីបង្កើតរូបមន្តរឹងមាំជាងមុនដែលអាចជាសាប៊ូបួសដំបងគេសាប៊ូនាំចូលបានក្លាយជាម៉ូដទាន់សម័យក្នុងចំណោមវណ្ណៈកណ្ដាលខាងលើប៉ុន្តែគេគិតថាអ្នកមានជីវភាពធូរធារជាងនេះបានធ្វើសាប៊ូផ្ទាល់ខ្លួនតើពេលណាដែលជនជាតិអឺរ៉ុបចាប់ផ្ដើមងូតទឹកជាមួយសាប៊ូជាងប្រេងនិងឧបករណ៍កោសជនជាតិអឺរ៉ុបរួមទាំងប្រទេសដូចជាអ៊ីតាលីបារាំងនិងអេស្ប៉ាញបានចាប់ផ្ដើមផ្លាស់ប្ដូរពីការប្រើប្រាស់ប្រេងនិងឧបករណ៍កោសទៅជាសាប៊ូសម្រាប់ងូតទឹកជាចម្បងក្នុងអំឡុងយុគសម័យកណ្ដាលខ្ពស់ប្រហែលសតវត្សទី12ដែលជំរុញដោយការនាំចូលបច្ចេកទេសផលិតសាប៊ូតាមរយៈពួកអ្នកធ្វើសង្គ្រាមសាសនាដោយការប្រើប្រាស់សាប៊ូទំនើបប្រចាំថ្ងៃយ៉ាងទូលំទូលាយបានក្លាយជារឿងធម្មតានៅក្នុងសតវត្សទី19សាប៊ូបួសកំពុងមានប្រជាប្រិយភាពនៅអឺរ៉ុបមិនយូរប៉ុន្មានជនជាតិអឺរ៉ុបបានចាប់ផ្ដើមបង្កើតសាប៊ូនេះផ្ទាល់ខ្លួនពីចម្ងាយអ្នកផលិតសាប៊ូនៅតំបន់មេឌីទែរ៉ាណេមិនអាចរកប្រេងឡូរ៉លបានយ៉ាងងាយស្រួលដូចអ្នកផលិតនៅមជ្ឈិមបូព៌ាទេដូច្នេះពួកគេបានទុកវាចេញពីរូបមន្តហើយធ្វើការជាមួយប្រេងអូលីវតែម្នាក់ឯងទោះបីជាសាប៊ូប្រភេទនេះត្រូវបានផលិតនៅទូទាំងប្រទេសអេស្ប៉ាញក៏ដោយតំបន់កាស្ទីលគឺជាអ្នកផលិតដ៏សំខាន់និងគួរឲ្យគោរពបំផុតម្ចាស់ក្សត្រីអេលីសាប៊ែតទី1ត្រូវបានគេនិយាយថាស្រឡាញ់សាប៊ូកាស្ទីលហើយវានៅតែមានឈ្មោះដូចគ្នារហូតមកដល់សប្តាហ៍ថ្ងៃនេះក្រោយមកនៅក្នុងទសវត្សរ៍ឆ្នាំ1600ការងូតទឹកបានក្លាយជារឿងមិនទាន់សម័យពីព្រោះវាត្រូវបានគេចាត់ទុកថាមិនមានអនាម័យស្ដេចលូវីសទី14នៃប្រទេសបារាំងកម្รงូតទឹកណាស់ប៉ុន្តែបានចាត់ទុកថាការរក្សាសម្លៀកបំពាក់របស់ទ្រង់ឲ្យស្អាតនិងស្អាតគឺជារឿងសំខាន់នៅក្នុងអំឡុងពេលនេះមនុស្សប្រហែលជាមិនបានប្រើសាប៊ូដើម្បីលាងសម្អាតខ្លួនទេប៉ុន្តែពួកគេបានប្រើវាដើម្បីបោកគក់សម្លៀកបំពាក់របស់ពួកគេបើងាកទៅមើលពន្ធលើ
សាប៊ូកាលពីឆ្នាំ1712ប្រទេសអង់គ្លេសបានដាក់ពន្ធលើសាប៊ូដែលធ្វើឲ្យវាក្លាយជាវត្ថុប្រណិតតម្លៃសាប៊ូសូម្បីតែមូលដ្ឋានបំផុតក៏បានកើនឡើង3ដងដែរមានន័យថាវាលែងអាចចូលប្រើប្រាស់បានសម្រាប់មនុស្សភាគច្រើនទៀតហើយហើយឧស្សាហកម្មផលិតសាប៊ូត្រូវបានគ្រប់គ្រងយ៉ាងខ្លាំងឧបករណ៍ផលិតត្រូវតែចាក់សោនៅពេលដែលមិនប្រើប្រាស់ហើយសាប៊ូពុះទាំងនោះត្រូវផលិតយ៉ាងហោចណាស់1តោនអ៊ីមភើរៀងរាល់ពេលដែលវាពុះពន្ធនេះមានរយៈពេលដ៏គួរឲ្យភ្ញាក់ផ្អើលរយៈពេល141ឆ្នាំក្នុងអំឡុងពេលនោះការរត់ពន្ធសាប៊ូបានក្លាយជារឿងធម្មតាខណៈដែលមនុស្សព្យាយាមកិច្ចពន្ធវាត្រូវបានលុបចោលតែនៅឆ្នាំ1853សាប៊ូរីកចម្រើនយ៉ាងខ្លាំងនៅពេលដែលពន្ធសាប៊ូត្រូវបានលើកបដិវត្តឧស្សាហកម្មបានដំណើរការយ៉ាងល្អគ្រឿងចក្របានកាន់កាប់ពីសិប្បករហើយសាប៊ូបានចាប់ផ្ដើមផលិតក្នុងទ្រង់ទ្រាយធំជាងមុនការផលិតសាប៊ូបានក្លាយជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មដែលមានការរីកចម្រើនលឿនបំផុតនៅសហរដ្ឋអាមេរិកហើយតម្រូវការត្រូវបានកើនឡើងបន្ថែមទៀតដោយការកើនឡើងនៃប្រជាប្រិយភាពនៃយុទ្ធនាការផ្សព្វផ្សាយសាប៊ូត្រូវបានគេស្គាល់ថាជាអាវុធដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវដូចជាជំងឺអាសន្នរោគនៅពេលដែលសង្គ្រាមស៊ីវិលផ្ទុះឡើងនៅអាមេរិកត្រឹមតែ5ឆ្នាំបន្ទាប់ពីការបញ្ចប់នៃសង្គ្រាមគ្រីមៀមន្ទីរពេទ្យយោធាត្រូវបានបំពាក់ដោយសាប៊ូការលាងដៃជាមួយសាប៊ូបានកាត់បន្ថយការស្លាប់នៅសមរភូមិក្រុមហ៊ុនមួយឈ្មោះ Procter & Gamble គឺជាក្រុមហ៊ុនផលិតសាប៊ូនិងផ្គត់ផ្គង់វាទៅឲ្យទាហានដែលបន្ទាប់មកបានយកវាទៅផ្ទះហើយណែនាំវាដល់មិត្តភ័ក្តិនិងក្រុមគ្រួសារមិនយូរប៉ុន្មានវាបានក្លាយជាឈ្មោះគ្រួសារប្រហែល100ឆ្នាំមុនមនុស្សភាគច្រើននៅចក្រភពអង់គ្លេសមានតែបង្គន់ក្រៅផ្ទះនៅផ្ទះប៉ុណ្ណោះមានតែបន្ទាប់ពីសង្គ្រាមលោកលើកទី2ប៉ុណ្ណោះដែលបន្ទប់ទឹកក្នុងផ្ទះបានក្លាយជាបទកថាសូម្បីតែនៅពាក់កណ្ដាលទសវត្សរ៍ទី60ក៏ដោយមានតែ25%នៃផ្ទះនៅចក្រភពអង់គ្លេសប៉ុណ្ណោះដែលមានបរិក្ខារបំពង់ទឹកក្នុងផ្ទះនៅទសវត្សរ៍70ផ្ទះជាច្រើនទៀតបានចាប់ផ្ដើមដំឡើងបន្ទប់ទឹកហើយសាប៊ូបានក្លាយជារបស់ចាំបាច់នៅដើមទសវត្សរ៍ទី70ស្ថាបនិករបស់យើង Rivka Ross បានធ្វើដំណើរពី New York ទៅ Scotland ដោយបានទទួលការបណ្ដុះបណ្ដាលផ្នែកឱសថនៅសហរដ្ឋអាមេរិកលោកស្រីរកឃើញផលិតផលធម្មជាតិបួសនិងល្អបំផុតសម្រាប់ស្បែកដែលនាងចង់ប្រើដោយខ្លួនឯងទេដូច្នេះលោកស្រីបានចាប់ផ្ដើមផលិតដោយខ្លួនឯងផលិតផលដំបូងមួយដែល Rivka ផលិតគឺសាប៊ូបន្លែពណ៌ទឹកក្រូចរបស់នាងជិត50ឆ្នាំក្រោយមកសាប៊ូពណ៌ទឹកក្រូចធ្វើដោយដៃរបស់យើងនៅតែមានប្រជាប្រិយភាពខ្លាំងងាកមកសាប៊ូរាវឬសាប៊ូទឹកដែលកំពុងពេញនិយមវិញម្ដងនៅទសវត្សរ៍ឆ្នាំ1980សាប៊ូរាវនិងជែលងុយទឹកបានផ្ទុះឡើងនៅក្នុងឆុតសាប៊ូហើយបានក្លាយជាការពេញនិយមភ្លាមទោះបីជាផលិតផលទាំងនេះទំនងជាសាប៊ូបោកខោអាវជាងសាប៊ូក៏ដោយក៏មនុស្សចូលចិត្តវានិងដបដែលផ្ដល់សោភ័ណភាពដល់សោភ័ណភាពរបស់វាយុទ្ធនាការទីផ្សារបានតាក់ទាញយកអត្ថប្រយោជន៍ពីជំនឿនេះការផ្សាយពាណិជ្ជកម្មមួយសម្រាប់សាប៊ូរាវនៅទសវត្សរ៍ឆ្នាំ1980បានពិពណ៌នាអំពីសាប៊ូដុំថាកខ្វក់និងតុនការសិក្សាវិទ្យាសាស្ត្រមួយក្នុងឆ្នាំ1988បានរកឃើញថាការលាងសម្អាតជាមួយសាប៊ូដុំទំនងជាមិនរីករាលដាលបាក់តេរីទេប៉ុន្តែនៅពេលនេះប្រជាប្រិយភាពនៃផលិតផលដបកំពុងទទួលបានសន្ទុះខ្លាំងក្នុងទសវត្សរ៍ទី80និង90សាប៊ូដុំត្រូវបានចាត់ទុកថាជាម៉ូដចាស់ហើយអ្នកប្រើប្រាស់ជាច្រើនបានជ្រើសរើសផលិតផលដបទឹករាវជំនួសវិញនេះបើយោងតាម Fade in Nature